បើសិនជាអត់តន់យល់ខ្ញុំលើកទឹកចិត្តឲ្យចូលម្ដងហើយម្ដងទៀតបើសិនជាចូលម្ដងអត់តន់ចាប់បានចង់ឲ្យបងចូលលើកទី1លើកទី2លើកទី3លើកពី5ដងខ្ញុំជឿថាបងនឹងចាប់បានអីដែលសំខាន់នៅទីនេះហើយសម្រាប់ខ្ញុំថ្ងៃនេះបើតកតងនឹងអារម្មណ៍ខ្ញុំមានអារម្មណ៍មួយថាយើងរំភើបរីករាយជាមួយខ្លួនឯងតែយើងអាចនាំខ្លួនឯងចូលមកនៅទីនេះដែលជាកន្លែងមួយដែលធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ដែលមានភាពច្បាស់លាស់ជាមួយខ្លួនឯងមិនថាការសម្រេចចិត្តមិនថារឿងទុកដាក់រឿងលុយមិនថាធ្វើការងារអីក៏ដោយគឺនៅទីនេះបង្រៀនយើងឲ្យយើងស្គាល់ខ្លួនឯងហើយបង្រៀនឲ្យយើងធ្វើជាគ្រូសម្រាប់ខ្លួនឯងអញ្ចឹងធ្វើឲ្យខ្ញុំបានសម្រេចចិត្តចូលម្ដងហើយម្ដងទៀតហើយអ្វីដែលខ្ញុំតាំងចិត្តមុតមមថាយកវាទៅអនុវត្តនៅក្នុងការរៀនសូត្រនៅក្នុងកម្មវិធីរបស់លោកគ្រូនេះគឺតាក់ទងនឹងលុយច្បាស់លាស់រឿងកត់ត្រាច្បាស់លាស់រឿងសន្សំច្បាស់លាស់រឿងវិនិយោគឲ្យតែយើងម្នាក់ប្រកែកនៅក្នុងការវិនិយោគដោយច្បាស់លាស់ជាមួយខ្លួនឯងខ្ញុំជឿថាប្រទេសរបស់យើងរីកចម្រើនទៅបានដោយមានស្ថិរភាពហើយកើតចេញពីការរៀនសូត្រដែលមានគ្រូម្នាក់ដែលមានចិត្តបរិសុទ្ធបែបហ្នឹងឯងខ្ញុំគិតថាខ្ញុំចង់ចូលរួមចំណែកជាមួយនឹងបងដែលចូលរៀននៅទីនេះព្រោះខ្ញុំតម្រាំតែខ្ញុំអាចស្ដាប់យល់ភាសារបស់លោកគ្រូចែកម្លែកមិនខ្ញុំព្យាយាមក្នុងការសង្កេតហើយព្យាយាមនៅក្នុងការបដោតអារម្មណ៍ទៅធ្វើឲ្យខ្ញុំនោះបានស្វែងយល់ពីពាក្យមួយពាក្យដែលគាត់នឹងបានចែករំលែកអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមស្វែងយល់មួយពាក្យដែលចូលទៅរៀនស៊ីជម្រៅតិចពួកឲ្យខ្ញុំចាប់ផ្ដើមយល់អញ្ចឹងខ្ញុំចូលរៀនម្ដងហើយម្ដងទៀតច្រើនសារលើកទឹកចិត្តបងដែលកំពុងតែមានឱកាសចូលរួមកន្លែងដែលត្រឹមត្រូវហើយចង់ឲ្យបងបានដោតសំខាន់ពូចំណេះដឹងកន្លែងនេះពេលដែលបងយល់ដឹងពេលបងចេះស៊ីជម្រៅហើយមិនមែនវាមានតម្លៃសម្រាប់បងទេវាមានតម្លៃដល់កូនរបស់យើងទៀតយើងត្រូវចែករំលែកដល់កូនរបស់យើងជាពិសេសមនុស្សល្អដែលយើងស្គាល់ដែលយើងអាចយកទៅចែករំលែកគាត់បាននៅពេលដែលយើងយកទៅចែករំលែកគាត់បានសង្គមរបស់យើងនឹងពោរពេញទៅដោយមនុស្សល្អពោរពេញទៅដោយមនុស្សដែលមានទឹកចិត្តបរិសុទ្ធពីព្រោះអ្វីដែលមើលឃើញខ្វះនៅទីនេះគឺមនុស្សដែលមានចំណេះដឹងហើយទឹកចិត្តបរិសុទ្ធហើយដែលខ្ញុំចាប់បានគឺខ្ញុំចាប់តាមមានភាពច្បាស់លាស់មួយខ្លួនឯងពីព្រោះរាល់ថ្ងៃខ្ញុំតាមដានអារម្មណ៍ខ្លួនឯងខ្ញុំអត់តាមដានរឿងពិភពលោកការមានខ្ញុំចេះតែមើលប៉ុន្តែនៅពេលដែលយើងមើលឃើញរឿងអីប្រតិកម្មរឿងអីដែលចម្លែករឿងអីដែលប្លែកធ្ងន់ដែលយើងឈឺចាប់ហ្នឹងជាច្រើនគឺយើងអត់មានបញ្ហាប្រតិកម្មទេមានន័យថាយើងចាប់ផ្ដើមរៀនសូត្រពីអារម្មណ៍ខ្លួនឯងដោយលោកគ្រូក្នុងចែកម្លែកមិញខ្ញុំជាច្រើនខ្ញុំតាមដានអារម្មណ៍ខ្លួនឯងក្នុងរយៈនេះខឹងមូលហេតុអីមានពាក្យអីមួយដែលធ្វើឲ្យយើងខឹងចុះហេតុអីបានយើងត្រូវខឹងអញ្ចឹងខ្ញុំតាមដានអារម្មណ៍ខ្លួនឯងច្រើនហើយមួយទៀតដែលខ្ញុំបានធំបំផុតរាល់ថ្ងៃដែលខ្ញុំយកវាបំប្រើគឺខ្ញុំលែងខ្លាចជាមនុស្សដែលបន្ទោសព្រឹត្តិការណ៍ដែលកើតមានហើយអឺយើងមានន័យថាគ្រប់យ៉ាងបើសិនជាយើងដើរទៅមានបញ្ហាដើរទៅអត់ល្អគឺយើងចាប់ផ្ដើមបន្ទោសខ្លួនឯងយើងចាប់ផ្ដើមមើលឃើញកំហុសខ្លួនឯងអត់មើលឃើញកំហុសអ្នកដទៃទេអញ្ចឹងខ្ញុំចាប់ផ្ដើមមានក្តីស្រឡាញ់ច្រើនពីព្រោះមួយរយៈនេះខ្ញុំតាំងសមាធិនៅពេលដែលខ្ញុំធ្វើសមាធិខ្ញុំបញ្ជូនការដឹងគុណនិងក្តីស្រឡាញ់ច្រើនបាទถ้าបងប្អូនចង់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុល្អប្រសើរជាងមុនមែនទេនេះជាអង្គការសិក្សាចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយ Master កម្មពិសិដ្ឋតាមរយៈអនឡាញដែលបងប្អូនអាចសិក្សាបានពីគ្រប់ទីកន្លែងបានយ៉ាងងាយស្រួលតែយើងផ្ដោតលើការយល់ដឹងអំពីស្ថានភាពផ្នែកហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកកាន់ប្រាក់ចំណូលនិងបង្កើតប្រភពចំណូលច្រើនប្រភពដោយអ្នកមានភាពវៃឆ្លាតនៅក្នុងការសម្រេចចិត្តវិនិយោគមានទំនុកចិត្តខ្ពស់ក្នុងដំណើរផ្លូវកសាងទ្រព្យពិតប្រាកដជាចំណេះដឹងដែលអ្នកអាចអនុវត្តបានភ្លាមៗក្នុងជីវិតពិតអស់ដល់ណាទៀតតើតើមកក្រុមការងារឥឡូវនេះដើម្បីចុះឈ្មោះអរគុណច្រើន